សួស្តីអ្នកនរគ្នានៅថ្ងៃនេះខ្ញុំចែកម្លែកគន្លឹះតិចតួចអ្នកដែលគាត់ប្រើ iPhone ឬក៏ iPad អញ្ចឹងនិយាយរួមទៅគឺអ្នកដែលគាត់ប្រើប្រតិបត្តិការ iOS អញ្ចឹងជាទូទៅបងប្អូនទាំងអស់គ្នាធ្វើការតម្លើងសំឡេងអញ្ចឹងថ្ងៃនេះខ្ញុំចែកម្លែកគន្លឹះទាក់ទងនឹងសំឡេងអញ្ចឹងបងប្អូនទាំងអស់គ្នាឡើងសំឡេងអញ្ចឹងបងប្អូនទាំងអស់គ្នាឡើងសំឡេងនៅទីនេះបងប្អូនទាំងអស់គ្នាបង្កត់ថាសំឡេងទូរស័ព្ទបងប្អូនទាំងអស់គ្នាឡើងបែបនេះគឺប្រកាសថាអស់អញ្ចឹងមិនជាទូទៅបងប្អូនទាំងអស់គ្នាឡើងបែបនេះគឺវាអស់ហើយប៉ុន្តែយើងនឹងអាចសេរីឲ្យវាកាន់តែលឺខ្លាំងនិយាយថាសំឡេងកាន់តែ strong កាន់តែខ្លាំងជាងនេះទៀតអញ្ចឹងបងប្អូនទាំងអស់គ្នាអាចចូលទៅសេរីនៅក្នុង setting បានបន្តិចទៀតខ្ញុំនឹងបង្ហាញបងប្អូនទាំងគ្នាហើយកន្លឹះនេះសម្រាប់អ្នកដែលគាត់ចូលចិត្តស្ដាប់កាសហើយយើងតម្លើងធ្វើតាមវិធីរបស់ខ្ញុំទៅគឺវាលឺកាន់តែខ្លាំងហើយងុំពីរោះថែមទៀតអញ្ចឹងណាចូលបងប្អូនទាំងគ្នាចូលទៅ setting បន្ទាប់មកបងប្អូនទាំងគ្នាចូលទៅ accessibility នេះចុចកន្លែងទីនេះមក scroll down មកក្រោមបន្ទាប់មកបងប្អូនទាំងអស់គ្នាជ្រើសរើសយកកន្លែង studio អាសញ្ញារូបនេះអាមីក្រូនេះសញ្ញារូបភ្នែកហ្នឹងបងប្អូនចុចលើវាមកបន្ទាប់មកបងប្អូនទាំងអស់គ្នានឹងឃើញពាក្យថា headphone អញ្ចឹងកន្លែងនេះបងប្អូនថាច់លើវាមកបន្ទាប់មកទៀតបងប្អូនត្រូវចុចបើកវាមកអញ្ចឹងចំណុចកន្លែងនេះគឺវាជ្រើសរើសសំឡេងដែលវាអុកធ្ងន់អីចឹងណាវាតាមប្រភេទសំឡេងដែលបងប្អូនចូលចិត្តអញ្ចឹងកន្លែងនេះគឺគេហៅថា vocal នេះកន្លែងនេះជាសំឡេងរបៀបថាដូចយើងស្ដាប់បើសិនតែស្ដាប់កាសវិញវាឮសំឡេងធ្ងន់ណាបងប្អូនទាំងគ្នាអញ្ចឹងកន្លែងនេះបងប្អូនអាចជ្រើសរើសជាទូទៅខ្ញុំជ្រើសរើសយក vocal នេះបន្ទាប់មកបងប្អូនតម្លើងសំឡេងនៅទីនេះស្លាំងវាអស់មកបើវាអស់អញ្ចឹងវាបើវាដល់ strong មកគឺវាសំឡេងទូរស័ព្ទបងប្អូនទាំងអស់គ្នាវាកាន់តែខ្លាំងហើយឮងុំតែម្ដងបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនអាចសាកល្បងធ្វើតាមកន្លឹះខ្ញុំនេះបានអូខេអញ្ចឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ